ធម្មសម្បត្តិណាដែលជួយឲ្យសត្វលោកបានរួចផុតចាកទុក្ខហ្នឹងសំខាន់គឺធម្មសម្បត្តិហើយធម្មសម្បត្តិហ្នឹងគឺសំខាន់គឺសតិបញ្ញាដែលបានដឹងសច្ចធម៌ទៅលះកាត់វដ្តសង្សារសំខាន់វត្ថុសម្បត្តិហ្នឹងឲ្យតែមកលមួមសម្រាប់យើងបរិភោគប្រើប្រាស់ហើយបានរស់ហើយបានប្រើប្រាស់ការរស់ហ្នឹងប្រើប្រាស់ជីវិតហ្នឹងឯងចឹងឲ្យចម្រើនទៅដោយបញ្ញាមិនមែនមាសប្រាក់លុយកាក់មែនប៉ុន្តែបញ្ញាហ្នឹងលះកាត់ទិដ្ឋិតណ្ហាទៀតអាទិដ្ឋិតណ្ហាហ្នឹងឯងដែលជាមេរវល់មេបលពោតនាំឲ្យខ្វល់រវល់ត្រូវការប្រាថ្នាបានមកមិនចេះគ្រប់ហើយតតែងអភិសង្ខារគឺកម្មបន្តភពជាតិកំណើតបញ្ហាដដែលហំប្រឹងអស់មួយជាតិមិនបានបញ្ចប់សេចក្តីទុកត្រឹមប៉ុណ្្នឹងឯណាខំបំរើតណ្ហាទីបំផុតតណ្ហានឹងឯងរុញទម្លាក់វដ្តសង្សារទោះជាបានអីបណ្ណាក៏វាមិនរួចពីបញ្ហានៅតែខ្វល់នៅតែរវល់ទៅទៀតតែយើងមិនបំរើតណ្ហាហ្នឹងយើងមកបំរើបរតនត្រ័យបំរើពុទ្ធពធព្រះសង្ឃបរិចរិយានុត្តរិយៈ